Ok សួស្តីស្វាគមន៍មកកាន់ YouTube Channel មកដាមកបាយបាទសម្រាប់ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់ចែកទៅដល់រំលែកទៅដល់មិត្តរួមអាជីពទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទមក iPhone XS Max មួយបាទគឺជាប់ iCloud ប្រភេទប្រើបានអញ្ចឹងណាអញ្ចឹងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមិត្តរួមអាជីពទាំងអស់គ្នាហើយមកមើលពីរបៀបដោះ iCloud ប្រភេទប្រើបានបាទអញ្ចឹងគឺជាប់បែបនេះគឺហៅថា iCloud ប្រភេទជាប់នៅប្រើបានអញ្ចឹងណាcheck មើលថាធ្វើយ៉ាងម៉េចទៅអាចremove account iCloud ចេញពីទូរស័ព្ទមួយនេះបានដោយសារម្ចាស់គាត់ភ្លេច password អញ្ចឹងណាអញ្ចឹងតើកុំឲ្យច្នៃពេលយូរយើងចូលទៅក្នុង computer ទាំងអស់គ្នាទៅបាទឥឡូវបានមកដល់ក្នុង computer ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងធ្វើការភ្ជាប់ជាមួយនឹងទូរស័ព្ទបាទភ្ជាប់ទូរស័ព្ទនេះជាមួយនឹង computer សិនមកអូខេបាទបន្ទាប់ពីភ្ជាប់ទូរស័ព្ទជាមួយ computer យើងទៅ copy iMe មួយសិនបាទអូខេខ្ញុំធ្លាក់វិញបាទតោះមកយើងបើកនៅ website ដែលបងប្អូនមិនរួមអាជីពទាំងអស់គ្នាដែរតែងតែប្រើប្រាស់អញ្ចឹងណាយើងឆែកជាមួយ website ណាក៏បានដែរហើយដែលយើងគិតថាវាឆែកទៅវាល្អប្រើសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ខ្ញុំមកប្រើជាមួយ free Apple iMe ហ្នឹងបាទព្រោះ check iMe យើងពីច្រើននៅ website មួយនេះបើយើងមាន iMe check អត្រានៃការ check ហ្នឹងគឺ 90% អញ្ចឹងណាអូខេឥឡូវវាឲ្យយើងដាក់ថៃសិនហើយរងចាំអូខេឥឡូវយើងឆែកមើលទៅឃើញថាទូរស័ព្ទមួយនេះគឺជាប់នៅ iCloud អូខេជាប់បែបនេះអញ្ចឹងខ្ញុំធ្វើការតម្លាក់វាមកតោះឥឡូវយើងមកមើលក្នុងទូរស័ព្ទយើងវិញតោះយើងទៅឆែកទាំងអស់គ្នាថាទូរស័ព្ទមួយនេះអាច remove account iCloud ចេញបានអត់អញ្ចឹងណាអូខេតោះឥឡូវយើងចូលមក setting ដើម្បី check ថាវាអាច remove បានឬក៏មិនបានចូល setting ទាំងអស់គ្នាមកតោះមកយើងចូលទៅក្នុង account iCloud នេះមួយបាទតោះមកយើង scroll ទៅលើមកបាទបងមិននេះវាមានទូរស័ព្ទជាច្រើនដែលជាប់នៅ iCloud អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងមកមើលនៅកន្លែង iCloud 5G បាទយើងចូលទៅក្នុងហ្នឹងតោះអានេះជា version ថ្មីបាទ version ថ្មីអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់នេះយកពាក្យថានេះ sell to iCloud បាទហើយយើងយកពាក្យ CR នេះមកបាទអូខេចុចចំមកកន្លែង CR អូខេបន្ទាប់ពីយើងចូលមកកន្លែង sell to iCloud បែបនេះហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើង scroll ទៅលើទៅដើម្បី check វាអញ្ចឹងយើងរកពាក្យថា game center នេះបាទអូខេហើយយើងធ្វើការបិទវាមួយបាទដើម្បី check តោះមកកន្លែងនេះយើងត្រូវតែមានអ៊ីនធឺណិតបាទត្រូវតែមានអ៊ីនធឺណិតឬក៏ Wi-Fi ដើម្បី check វាបើសិនជាយើងអត់ដាក់អ៊ីនធឺណិតឬក៏ Wi-Fi ទេយើងបិទបើកវាដើរធម្មតាវាអត់មាន check ថាទាមទារ password ឬក៏មិនទាមទារអញ្ចឹងណាអញ្ចឹងតើយើងដាក់អ៊ីនធឺណិត check បានដឹងឥឡូវតោះឥឡូវយើងបិទរួចហើយយើងបើកវិញពេលដែលបើកនេះបើសិនជាវា load ឲ្យយើងនៅបញ្ចូលនៅ password Apple ID នោះមានន័យថាទូរស័ព្ទនេះគឺយើងមិនអាចដោះដាច់បានទេ account iCloud មួយហ្នឹងអញ្ចឹងណាគឺយើងបានតែ bypass ឲ្យប្រើ SIM បានដូចទូរស័ព្ទទូទៅតែសម្រាប់នៅពេលដែលយើងបិទបើក game center បានមែននេះគឺយើងអាចដោះដាច់ 100% អញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះបាទយើងថយក្រោយបាទអញ្ចឹងយើងត្រូវ set up passcode អេក្រង់មួយសិនបាទសម្រាប់ទូរស័ព្ទមានកូដអេក្រង់ស្រាប់ហើយគឺយើងមិនបាច់ set up ទេតែសម្រាប់ទូរស័ព្ទដែលអត់មានលេខកូដអេក្រង់គឺយើងត្រូវតែ set up លេខកូដអេក្រង់មួយបាទអញ្ចឹងយើងមក set up លេខកូដអេក្រង់មួយមកអូខេថននអញ្ចឹងលេខកូដអេក្រង់យើងដាក់ប្រហែលដាក់ទៅឲ្យតែបងមិនជាងគិតថាវាងាយស្រួលអញ្ចឹងច្រើនខ្ញុំដាក់លេខ0នោះអស់មកបាទតើមកយើងយកលើបាទយើងវាយលេខ0ទេមកដើម្បីបញ្ជាក់អូខេរងចាំបន្តិចកន្លែងនេះគឺវា check កន្លែងនេះវា check ឲ្យយើងបញ្ចូលនៅ password ឲ្យ Apple ID ឬក៏ password iCloud ហ្នឹងហើយប៉ុន្តែនៅកន្លែងនេះគឺយើងអត់មាន password iCloud ទេអញ្ចឹងកាលណាយើងអត់មាន password iCloud វាឡើងគឺយើងត្រូវតែយកពាក្យ cancel បាទ cancel នេះមកអូខេបាទអញ្ចឹងយើងចុចមួយទៀតអូខេ
បន្ទាប់មកវា passcode change អូខេបន្ទាប់មកយើងចាក់សោមួយមកដើម្បីតេស្ត passcode អូខេបែបនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើង scroll មកបាទមកមិនរងជាតិយើង scroll ដល់ដល់ពាក្យ Safari app អញ្ចឹងនៅលើនេះ version ថ្មីគឺវាអត់ឃើញទេអញ្ចឹងយើងចូលទៅក្នុងប៊ូតុងនេះពាក្យថា app នេះបាទចុចចូលមកបាទរួចហើយយើង scroll ទៅលើទៀតហើយដល់ដល់ពាក្យ Safari អូខេតោះមកយើងឃើញ app Safari បែបនេះយើងចុចចូលបន្ទាប់ពីចូល Safari យើងអស់ scroll ទៅលើឲ្យអស់ទៅយកពី Advanced តើពីយកពី Advanced យើងមកមើលកន្លែងនេះអូខេ Web Inspector បាទយើងបើកវាមួយមកអូខេបើកបែបនេះហើយអញ្ចឹងពេលដែលយើងត្រូវចូលយើង clear វាចោលបាទតើមកយើងចូលមកក្នុងហើយ Safari បាទរួចហើយយើង search website iCloud យ៉ា iCloud.com បាទចុច search មកតើចុច search បែបនេះវាមកដល់កន្លែងនេះអញ្ចឹងទៅយើងមិនទាន់អាចធ្វើអីអញ្ចឹងយើងទៅបើកនៅ unlock tool ទាំងអស់គ្នាមកបាទឥឡូវសម្រាប់នេះការរបៀប remove iCloud សម្រាប់ទូរស័ព្ទដែលជាប់ iCloud ប្រើបាននេះគឺខ្ញុំយកវាមក remove ជាមួយនឹង unlock tool អញ្ចឹងសម្រាប់បងដែលមាន unlock tool គឺអាចធ្វើបានទាំងអស់គ្នាអញ្ចឹងយើងមកបើក unlock tool អូខេបន្ទាប់ពីបើក unlock tool បងប្អូនទាំងអស់គ្នាយកប៊ូតុង Apple បាទបន្ទាប់មកយក you understand នេះមកបាទអញ្ចឹងសម្រាប់យើង remove ប្រភេទiCloud Open មកយើងយកពាក្យនេះយកប៊ូតុង proxy នេះមកបាទ proxy ហើយយើងមើលមកក្រោមយកពាក្យថានេះ extract data បូក FMI off អញ្ចឹងចុចមួយមកអូខេតើមកហើយវា unlock tool នឹង check ឲ្យយើងហើយដោះ lock screen បាទអូខេឥឡូវវាចាប់ផ្ដើមហើយអញ្ចឹងនៅក្នុង unlock tool យើងមកមើលដែរបាទយើងត្រូវមើលកន្លែង unlock tool នេះបាទ please sign in បាទ website នេះវាឲ្យយើងចូលទៅ sign in ក្នុង website iCloud.com រួចហើយបញ្ចូលនៅ passcode ដែលមាននៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងណាអញ្ចឹងយើងចុចពាក្យ sign in មកទៅតាម unlock tool ដែលគេបញ្ជាក់ប្រាប់យើងហ្នឹងបាទអញ្ចឹងយើងចុចមកតោះវាឲ្យយើងនេះអូខេ sign in with passcode បាទយើងចុចចូលមកអញ្ចឹងយើងបញ្ចូលនៅ passcode ដែលយើងទើបតែ set up មុនហ្នឹងមកអូខេតែបើយើងមានស្រាប់ហើយគឺយើងមិន set up ថ្មីទេគឺយើងប្រើលេខកូដហ្នឹងតែម្ដងសម្រាប់យើងចាំនៅ password ឯក្រោយបាទនៅត្រង់ចំណុចនេះបាទ unlock tool វា load មកបែបនេះអូខេនេះ unlock tool វា load មកបែបនេះវាឲ្យយើង please turn on វា turn off Wi-Fi នៅក្នុង device ហ្នឹងអញ្ចឹងគេឲ្យយើងបិទទូ Wi-Fi ឬក៏ internet នៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹង Wi-Fi យើង scroll ឲ្យ server iCloud ឲ្យវាដើរសិនអញ្ចឹងណាតែមកយើងទាញពីលើមកហើយយើងបិទ Wi-Fi ឬក៏ដាក់យន្តហោះមួយក៏បានដែរហ្នឹងហើយបន្ទាប់ពីធ្វើបែបនេះហើយយើងចុចពាក្យ OK តែម្ដងមកគឺយើងមិនអាចចុច OK មុនណាយើងត្រូវបិទ Wi-Fi បិទ internet សិនចាំយើងចុច OK តាមក្រោយបាទបន្ទាប់មកពេលនោះunlock tool នឹងធ្វើការ remove account iCloud ឲ្យយើងតែម្ដងអញ្ចឹងរងចាំបន្តិចអូខេបាទឥឡូវវាបាន remove ហើយឃើញថាមាននៅក្នុង12 Pro Max XS Max អីចឹងណាដែលជាប់នៅ account iCloud នេះបាទអូខេឥឡូវអ្វីយើងមើលឃើញថាវា success ហើយបាទ XS Max នេះបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងមកបើក 3 tool វាឲ្យយើង copy ID ម្ដងទៀតអញ្ចឹងឲ្យយើងធ្វើការទៅបើកនៅ website ដែលយើង check មុនហ្នឹងបាទហើយយើងយកពាក្យ check more ហើយយើងផាសនៅ ID ចូលបន្ទាប់មកយើងរើសហើយកាប់ឆាដែលខាង website គេឲ្យយើងឆ្លើយសំណួរអូខេមើលឃើញថា XMX នេះគឺ Alpha ដែលជាប់ iCloud មុនហ្នឹងបាទឥឡូវយើងដោះបានជោគជ័យហើយអញ្ចឹងពេលដែលយើងដោះបានជោគជ័យបាទនៅក្នុងទូរស័ព្ទគឺនៅតែមាន account នឹងជាប់ដែរទេតែ server យើងឆែកមានន័យថាដាច់ហើយអញ្ចឹងយើងអាចឲ្យបើក Wi-Fi វិញបាទតោះមកយើងចូល setting មកយើងចូលមើលអូខេអញ្ចឹងហើយបងប្អូនចង់ remove ចេញតើវាឲ្យស្គាល់ Wi-Fi សិនបាទឲ្យស្គាល់ Wi-Fi សិនគឺយើងដោះដាច់ហើយតែដល់ពេលយើង sign out វាទាមទារនៅ password ដដែលទេអូខេពេលយើង sign out ទៅវាទាមទារ password ប៉ុន្តែក្នុង server គឺយើងបាន remove រួចហើយអញ្ចឹងអ្វីដើម្បីយើងកុំឲ្យវាជាប់នៅ account នៅលើទូរស័ព្ទនេះបាទនោះគឺយើងត្រូវតែ erase វាមួយចោលទៅបាទ erase វាចោលឬឲ្យ set up សារថ្មីគឺនឹងដល់មនុស្សប្រើប្រាស់តែម្ដងគឺវាឡើងជាប់ iCloud ទៀតហើយលុះត្រាតែបង
nè pra chạ sao tham mấy chẳng tỏ lấy cái máy này bây giờ mà mơ cho nó không sử dụng thú bạn bây giờ biệt thu bọc anh ấy ơi sầm rạp ơi thu bọc bao nhóm đấy ơi sử dụng thu bao nhóm cứ vô sân tham mấy chẳng nè chẳng sầm rạp bỏ bong một chương này tao vô sân chắc nhưng mơ đó nè giờ biệt ơi đá bạn không vô sân chắc mình bị ra mùi nhưng chơi lâu bị ra đấy bác bạn tôi mới nhầm cho thiếu nữa cho lắm mặt nhầm nên vô sân tham mấy chẳng nhưng cho giờ bị ra được vái nhưng đã thạch máu bạn tôi mới cái lấy ní khi ở dân ô tô ạt thiêu chắc nè chẳng người nhưng mà toàn ô tô ạt thiêu đấy chăm nhầm vì trái chăm nhầm ạt thiêu con này nhà lấy dân cho stand máu và tôi mới dân đã thạch một tiết để cho chị ra não anh ấy bảo bong mình chiên còn para seri thua seri chắc cứ bị ra cứ khâu lại năng tịnh anh ấy nhầm đa xa nhầm mời update nơi seri thua seri thứ mấy chẳng mới tới với ai nhận khôngแต่สำหรับbong bồn thì ấy ai cho thu bảo được khi mà hơi miền bị ra hay bị ăn miền ai rơi trắng này là vô sân chán vô sân thấm ấy cứ trai thua được nhóm năng á cứ như vậy đã ba này chẳng như thua ca trong trăm ngọc này má đầm bay ở vì vậy ra tên là này cháu hay dân set áp sát thấm ấy đầm bay ở mọi miền này chuột này cloud này cloud là lơ nắng Tôi stop cái sram sao sầm ok là việc bạn mà đọc lại nữa chẳng như cho bị ai device sao mấy bạn hay dân do này ok nhưng thua cả chắc mà sân việc công để chụp này ơi era bạn chụp era chẳng chứ anh ắt thiêu nó không người sử dụng thu đi bán là lấy những ắt thiêu về hỏi đó bạn ok tất nhiên thua cả ắt thiếu bạn cho rơi hà lớn đã thấy rồi skip activate ok lời từ sau những các bạn tranh đòn hello đấy hay là non series thôi đến cả ăn thiêu bạn chụp chơi đấy anh chắc bên này thay vì chụp iCloud thế cái dương đặt ảnh mà rồi video ấy chứ chỉ còn từ đó sao mà cho chơi setup từ sau này từ đó mình nói pra thế còn là dương này cho rồi tập hiện giá bạn hay dương cho setup internet tới cứ từ sau đó mình nói pra thêm lòng thế ok
chẳng cứ video mình ấy cứ miền tập này thế vừa đặc biệt bởi đó iCloud một phết ở chùa pra bán để chạp lên password chẳng người xin không nào bong bong mưa bàn mưa video mình ấy nâng thua bàn nó khá nhiều chụp cái này trong video cài vào số một con số chơi bìa